បាទសូមគោរពជម្រាបសួរបងប្អូនប្រិមិត្តដែលកំពុងតែរងចាំតាមដានស្ដាប់នៅក្នុងសារព័ត៌មានពិភពលោកក៏ដូចជាព្រឹត្តិការណ៍អន្តរជាតិនៅក្នុង Channel newenglish.com បាទសម្រាប់ថ្ងៃនេះខ្ញុំបាទសូមលើកយកនៅអត្ថបទវិភាគដ៏សំខាន់មួយពាក់ព័ន្ធជាមួយនឹងអ្នកជំនាញបានលើកឡើងអំពីយុទ្ធសាស្ត្រចំនួន5របស់អ៊ីរ៉ង់ដែលបានរៀបចំឡើងយ៉ាងច្បាស់លាស់នៅក្នុងការឆ្លើយតបជាមួយនឹងសង្គ្រាមរបស់អាមេរិកនិងអ៊ីស្រាអែលដែលបានវាយប្រហារមកលើខ្លួនបាទគិតមកទល់ថ្ងៃនេះគឺសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាគឺមកដល់ថ្ងៃទី37ហើយបាទហើយយើងឃើញថាអ៊ីរ៉ង់បានប្រើប្រាស់នៅយុទ្ធសាស្ត្រចំនួន5ធំសំខាន់ដែលអ្នកជំនាញបានលើកឡើងនិងបញ្យល់បង្ហាញបាទដូច្នេះខ្ញុំបាទសូមលើកយកនៅយុទ្ធសាស្ត្រទាំង5នោះដើម្បីមកចែករំលែកជូនបងប្អូនមិត្តអ្នកស្ដាប់ដូចតទៅបាទក្នុងបរិបទនៃការប្រជុំមុខផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងតំបន់មជ្ឈិមបូព៌ាអ៊ីរ៉ង់បានក្លាយជាអ្នកប្រយុទ្ធដ៏សំខាន់មួយដែលតែងតែមានការប៉ះទង្គិចជាមួយនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនិងសម្ព័ន្ធមិត្តរបស់ពួកគេការប្រកួតប្រជែងនេះមិនត្រឹមតែជាការប្រកួតប្រជែងដោយយោធាផ្ទាល់នោះទេក៏ប៉ុន្តែរួមមានការប្រកួតប្រជែងផ្នែកនយោបាយសេដ្ឋកិច្ចបច្ចេកវិទ្យានិងឥទ្ធិពលនៅក្នុងតំបន់ថែមទៀតផងនៅក្នុងការទប់ទល់នឹងសម្ពាធនិងការគំរាមកំហែងអំពីមហាអំណាចធំអ៊ីរ៉ង់បានអភិវឌ្ឍនូវយុទ្ធសាស្ត្រចម្រុះដែលរួមបញ្ចូលទាំងការប្រើប្រាស់កម្លាំងជំនួសការកសាងសមត្ថភាពផ្ទាល់ខ្លួនការបង្កើនឥទ្ធិពលតាមតំបន់និងការប្រើប្រាស់យុទ្ធសាស្ត្រអសមមាត្រជាដើមអត្ថបទនេះនឹងពិភាក្សាអំពីយុទ្ធសាស្ត្រដ៏សំខាន់របស់អ៊ីរ៉ង់នៅក្នុងការទប់ទល់ជាមួយនឹងអាមេរិកអ៊ីស្រាអែលនិងសម្ព័ន្ធមិត្តដែលអ្នកជំនាញបានលើកឡើងនិងបញ្យល់បកស្រាយដោយបង្ហាញអំពីគោលបំណងវិធីសាស្ត្រនិងផលប៉ះពាល់ទៅលើសន្តិសុខក្នុងតំបន់និងនៅលើពិភពលោកទាំងមូលយុទ្ធសាស្ត្រទី1បង្កើនសម្ពាធតាមរយៈក្រុមអូទៀមអ៊ីរ៉ង់បានប្រើប្រាស់ក្រុមអូទៀមដើម្បីប្រយុទ្ធនៅក្រៅដីក្នុងនោះមានដូចជាក្រុមហាម៉ាស់ក្រុមហេសបូឡានិងក្រុមហ៊ូទីសក៏ដូចជាក្រុមសកម្មប្រយុទ្ធផ្សេងទៀតនៅតំបន់អ៊ីរ៉ាក់ក្រុមហាម៉ាស់នៅប៉ាឡេស្ទីនមិនបានចូលរួមវាយប្រហារដោយផ្ទាល់ជាមួយនឹងអ៊ីរ៉ង់ដូចជាក្រុមហ៊ូទីក្រុមហេសបូឡានៅសមុទ្រក្រហមឬក៏បាញ់រ៉ុកែតទៅអ៊ីស្រាអែលនៅក្នុងចំនួនថ្មីនេះទេនេះគឺវាស្របជាមួយនឹងរបាយការណ៍ដែលថាស្ថានភាពសង្គ្រាមនៅកាហ្សានិងហាម៉ាស់នៅតែជួបផលលំបាកហើយពួកគេបានផ្ដោតលើការការពារខ្លួននៅក្នុងតំបន់កាហ្សាជាចម្បងទោះជាយ៉ាងណាក៏ដោយក្រុមហាម៉ាស់គាំទ្រអ៊ីរ៉ង់នៅក្នុងព្រឹត្តិការណ៍យុទ្ធសាស្ត្រទាំងអស់នៅក្នុងខែមីនា2026ក្រុមហាម៉ាស់បានចេញសេចក្តីប្រកាសជួយពង្រឹងសម្ព័ន្ធភាពជាមួយនឹងអ៊ីរ៉ង់ដោយលើកទឹកចិត្តឲ្យអ៊ីរ៉ង់បដិញ្ញាចិត្តនៅក្នុងការឆ្លើយតបជាមួយនឹងអាមេរិកនិងអ៊ីស្រាអែលនិងផ្ដល់ឧទ្ទេសនាមថាអ៊ីរ៉ង់មានសិទ្ធិនៅក្នុងការការពារតំបន់មួយចំនួនតាមនីតិវិធីអន្តរជាតិនៅភាគខាងត្បូងប្រទេសលីបង់ក្រុមហេសបូឡាបានបាញ់រ៉ុកែតនិងមីស៊ីលទៅកាន់ភាគខាងជើងនៃប្រទេសអ៊ីស្រាអែលជាបន្តបន្ទាប់សារព័ត៌មាន AP News បានរាយការណ៍ថាមានការវាយប្រហារប្រមាណជា250គ្រាប់នៅក្នុងខែមិនិនា2026គោលដៅរួមមានទីតាំងយោធាប៉ុស្តិ៍ការពារព្រំដែនដែលពួកគេប្រើប្រាស់ដ្រូននិងមីស៊ីលដើម្បីបង្កើនប្រសិទ្ធភាពវាយប្រហារប្រសិនបើយើងមើលលើផែនទីនេះគឺជាទិសវាយប្រហាររបស់ក្រុមហេសបូឡាពួកគេចាប់ផ្ដើមពីភាគខាងត្បូងនៃប្រទេសលីបង់ដែលជាតំបន់គ្រប់គ្រងរបស់ខ្លួនពីទីនេះរ៉ុកែតនិងដ្រូនត្រូវបានឆ្លងកាត់ព្រំដែនភាគខាងជើងប្រទេសអ៊ីស្រាអែលគោលដៅមិនមែនតែទីក្រុងទេប៉ុន្តែរួមមានមូលដ្ឋានយោធាប៉ុស្តិ៍ប្រជាការពារនិងតំបន់ផ្សេងទៀតដែលនេះបង្ហាញថាក្រុមហេសបូឡាកំពុងតែបើកសមរភូមិទី2យ៉ាងច្បាស់លាស់ក្រុមហ៊ូទីនៅយេម៉ែនក្រុមនេះកំពុងធ្វើប្រតិបត្តិការវាយប្រហារនៅពីសមរភូមិធំផ្សេងគ្នាតាមផ្លូវទឹកនិងផ្លូវគោកនៅថ្ងៃទី28មិនិនា2026សារព័ត៌មាន Reuters បានរាយការណ៍ថាក្រុមហ៊ូទីបានបាញ់មីស៊ីលទៅប្រទេសអ៊ីស្រាអែលជាច្រើនព្រមគ្នាហើយការវាយប្រហារនេះត្រូវបានអ៊ីស្រាអែលទប់ជាប់និងឈានដល់ការកំណត់គោលដៅហ៊ូទីបានប្រកាសថាវាជាការឆ្លើយតបដែលអ៊ីស្រាអែលបើកការវាយប្រហារទៅលើអ៊ីរ៉ង់ក្រុមនេះបានបង្ហាញការវាយប្រហារនៅក្នុងសមុទ្រក្រហមផងដែរដោយចាប់ផ្ដើមពីសង្គ្រាមនៅអ៊ីរ៉ង់កាន់តែតានតឹងទៅនៅដើមខែមិនិនាឆ្នាំ2026ក្រុមហ៊ូទីបានបង្កើនយុទ្ធនាការវាយប្រហារទៅលើសមុទ្រក្រហមជាបន្តបន្ទាប់យោងតាមសារព័ត៌មាន Reuters និង AP News បានរាយការណ៍ថាពួកគេបានប្រើដ្រូននិងមីស៊ីលដើម្បីវាយប្រហារលើនាវាពាណិជ្ជកម្មការវាយប្រហារនេះបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនបដូរផ្លូវនិងបង្កជាវិបត្តិសេដ្ឋកិច្ចពិភពលោកបន្ថែមទៀតនេះបង្ហាញថាសង្គ្រាមមិនមែនត្រឹមតែលើដីគោកទេប៉ុន្តែកំពុងរាលដាលដល់សមុទ្រផងដែរហើយវាបានបញ្ជាក់ថាក្រុមហ៊ូទីយេម៉ែនរបស់អ៊ីរ៉ង់បានចូលរួមសង្គ្រាមដោយផ្ទាល់ហើយក្រុមសកម្មប្រយុទ្ធនៅអ៊ីរ៉ាក់ចាប់តាំងពីដើមខែមិនិនា2026ក្រុមសកម្មប្រយុទ្ធនៅអ៊ីរ៉ាក់ដែលគាំទ្រដោយអ៊ីរ៉ង់បានចាប់ផ្ដើមវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនិងតំបន់ដែលមានប្រយោជន៍របស់អាមេរិកនិងអ៊ីស្រាអែលតាំងនៅពួកគេបានប្រើប្រាស់ដ្រូនគ្រាប់រ៉ុកែតនិងមីស៊ីលដើម្បីវាយប្រហារគោលដៅលើស្ថានទូតមូលដ្ឋានយោធានិងអាកាសយានដ្ឋាននៅទីក្រុងបាដាតនៅតំបន់អេបៀលសូឡៃម៉ានីយ៉ានិងខេត្តអាន់បាជាដើមការវាយប្រហារនេះបានបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសយោធានិងបង្កការខូចខាតទៅលើហេដ្ឋារចនាសម្ព័ន្ធជាច្រើនអាមេរិកនិងអ៊ីស្រាអែលបានឆ្លើយតបយ៉ាងរហ័សដោយធ្វើប្រតិបត្តិការវាយប្រហារតាមអាកាសលើមូលដ្ឋានយោធាក៏ដូចជាកម្លាំងអានបានៅតំបន់ផ្សេងៗនៅក្នុងប្រទេសអ៊ីរ៉ង់កងយោធាអាមេរិកបានបញ្ជូន
ប្រព័ន្ធការពារនិងពង្រឹងតំបន់យុទ្ធសាស្ត្រដោយបំពាក់នៅប្រព័ន្ធស្ទាក់មីស៊ីលនិងប្រព័ន្ធតាមដានសញ្ញាដើម្បីការពារទីតាំងរងគ្រោះការឆ្លើយតបនេះបានបង្កការខូចខាតយ៉ាងច្រើនដល់មូលដ្ឋានយោធាដែលបណ្ដាលឲ្យសកម្មភាពប្រយុទ្ធមិនអាចបន្តទៀតបានទោះជាយ៉ាងណាតំបន់អេរ៉ាឃីគូឌីស្ថាននិងបាដាតនៅតែមានការព្រួយបារម្ភអំពីការលាតសន្ធឹងនៃចំនួនប្រដាប់អាវុធជាបន្តបន្ទាប់ដែលសកម្មភាពនេះបង្ហាញថាអ៊ីរ៉ាក់កំពុងក្លាយជាផ្នែកដ៏សំខាន់នៃសង្គ្រាមអូទៀមដែលគាំទ្រដោយអ៊ីរ៉ង់សរុបសេចក្តីមកក្នុងរយៈពេល1ខែមកនេះក្រុមអូទៀមរបស់អ៊ីរ៉ង់បានចូលរួមសង្គ្រាមគ្រប់ទិសចាប់ផ្ដើមពីយេម៉ែនទៅលីបង់និងទៅដល់អ៊ីរ៉ាក់នេះមិនមែនជាការវាយប្រហារដោយចៃដន្យទេប៉ុន្តែវាជាយុទ្ធសាស្ត្រដែលកំពុងអនុវត្តយ៉ាងជាក់ស្ដែងដើម្បីវាយប្រហារផលប្រយោជន៍របស់អាមេរិកនិងសម្ព័ន្ធមិត្តដោយអ៊ីរ៉ង់មិនចាំបាច់ចូលប្រឡូកនៅក្នុងសង្គ្រាមផ្ទាល់ហើយវាជាវិធីធ្វើឲ្យត្រាំមានសម្ពាធដោយមិនអាចបង្ក្រាបសង្គ្រាមធំៗបានយុទ្ធសាស្ត្រទី2បិទច្រកសមុទ្រដឹកជញ្ជូនប្រេងហមូសច្រកហមូសគឺជាចំណុចស្លាប់រស់របស់អ៊ីរ៉ង់និងជាជីពចរពិភពលោកទាំងមូលនរណាបានគ្រប់គ្រងវាអ្នកនោះមានអំណាចនៅក្នុងទីផ្សារថាមពលសកលលោកយោងតាមរបាយការណ៍ផ្លូវការរបស់រដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិកប្រេងប្រមាណ17ទៅ20លានបារ៉ែលក្នុងមួយថ្ងៃត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហមូសនេះដែលវាស្មើទៅនឹង 20% នៃការប្រើប្រាស់ប្រេងទូទាំងពិភពលោកហើយក្នុងនោះមាន 25% គឺជាឧស្ម័ន LNG ដែលពិភពលោកត្រូវការនេះមានន័យថាប្រសិនបើច្រកសមុទ្រហមូសមានបញ្ហាពិភពលោកក៏មានបញ្ហាថាមពលភ្លាមៗដែរអ៊ីរ៉ង់បានលើកឡើងអំពីការបិទច្រកសមុទ្រហមូសដែលបង្កផលប៉ះពាល់ដល់ទីផ្សារប្រេងនិងថាមពលសកលលោកជំហានបន្ទាប់នៅក្នុងការគ្រប់គ្រងច្រកនេះអ៊ីរ៉ង់នឹងចេញច្បាប់គិតថ្លៃសេវាលើការការពារលើការចេញចូលច្រកសមុទ្រហមូសនេះដោយយុទ្ធសាស្ត្រនេះអ៊ីរ៉ង់ទទួលបានផលចំណេញ4យ៉ាងគឺទី1បដូរពីការបិទច្រកទៅជាការគ្រប់គ្រងដោយទទួលបានផលចំណេញផ្នែកចិត្តសាស្ត្រតាមការវិភាគរបស់ BBC News និង Al Jazeera គ្រាន់តែគម្រាមបិទច្រកហមូសអាចធ្វើឲ្យប្រេងអាចឡើងថ្លៃភ្លាមពីចន្លោះ$5ទៅ$15ក្នុង1បារ៉ែលដែលវាបង្កជាការជ្រួលច្របល់នៅលើទីផ្សារប្រេងដោយមិនចាំបាច់បិទនោះទេដូច្នេះការបំលែងទៅជាការគិតថ្លៃការពារគឺជាជំរើសថ្មីកាន់តែផ្ដល់ផលប្រយោជន៍ទ្វេឡើងដែលនៅក្នុងនោះអាចជួយកាត់បន្ថយសម្ពាធមិនឲ្យមានសង្គ្រាមភ្លាមៗនិងអាចរក្សាថាមពលទីផ្សារបានប្រយោជន៍ទី2បង្កើតចំណូលសេដ្ឋកិច្ចប្រសិនបើតួលេខរបស់ EIA ដែលមានការដឹកជញ្ជូនប្រេងប្រមាណជា17ទៅ20លានបារ៉ែលក្នុងមួយថ្ងៃហើយប្រសិនបើអ៊ីរ៉ង់គិតថ្លៃត្រឹមតែ$1ឬក៏$2ក្នុង1បារ៉ែលបន្ថែមនោះអ៊ីរ៉ង់អាចរកប្រាក់ចំណូលបានប្រមាណជា17លានទៅ34លានក្នុងមួយថ្ងៃដែលចំណូលនេះមានប្រមាណជា6000លានទៅ12000លានដុល្លារក្នុងមួយឆ្នាំហើយប្រសិនបើបន្ថែមឧស្ម័ន LNG និងនាវាផ្សេងៗផងចំណូលនេះអាចខ្ពស់ជាងនេះយោងតាម Reuters អ៊ីរ៉ង់ស្ថិតនៅក្នុងសម្ពាធទណ្ឌកម្មសេដ្ឋកិច្ចយូរមកហើយដូច្នេះប្រភពចំណូលបែបនេះគឺមានសារៈសំខាន់សម្រាប់រដ្ឋាភិបាលអ៊ីរ៉ង់នៅក្នុងការគ្រប់គ្រងយោធានិងរក្សាស្ថិរភាពសេដ្ឋកិច្ចផលប្រយោជន៍ទី3ការកេងចំណេញលើវិបត្តិយោងតាម The New York Times ច្រកសមុទ្រហមូសគឺជាចំណុចស្លាប់រស់របស់ពិភពលោកអ៊ីរ៉ង់អាចប្រើប្រាស់វាជាអាវុធចរចាជាមួយសហរដ្ឋអាមេរិកនិងដាក់សម្ពាធទៅលើអឺរ៉ុបក៏ដូចជាអាស៊ីពិសេសមានចិននិងឥណ្ឌាដែលពឹងផ្អែកទៅលើប្រេងនៅតំបន់ឈូងសមុទ្រយោងតាមទិន្នន័យបានបង្ហាញថាប្រហែល 80% នៃប្រេងឆ្លងកាត់ច្រកសមុទ្រហមូសទៅតំបន់អាស៊ីនេះមានន័យថាអ៊ីរ៉ង់អាចគ្រប់គ្រងថាមពលពិភពលោកមួយចំហៀងទៅហើយផលប្រយោជន៍ទី4ចំណេញដោយប្រយោលអំពីការកើនឡើងនៃតម្លៃប្រេងយោងតាម IEA ដដែលវិបត្តិហមូសអាចធ្វើឲ្យប្រេងឥន្ធនៈឡើងខ្ពស់ខ្លាំងសម្រាប់អ៊ីរ៉ង់ជាប្រទេសផលិតប្រេងតម្លៃឡើងខ្ពស់ចំណូលកើនឡើងទោះជាលក់បានតិចក៏ដោយសរុបសេចក្តីមកប្រសិនបើអ៊ីរ៉ង់អាចគ្រប់គ្រងច្រកសមុទ្រហមូសបានវានឹងប៉ះពាល់ខ្លាំងដល់ទីផ្សារប្រេងពិភពលោកហើយវាគឺជាវិធីដែលដាក់សម្ពាធដល់សេដ្ឋកិច្ចសកលដើម្បីបង្ខំឲ្យអាមេរិកចរចាយកផលប្រយោជន៍ធំយុទ្ធសាស្ត្រទី3បន្តកម្មវិធីអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់បានអនុវត្តយុទ្ធសាស្ត្រតស៊ូប្រយុទ្ធនៅក្នុងវិបត្តិដែលបានដឹងជាមុនរួចជាស្រេចទៅហើយដើម្បីឆ្លើយតបអ៊ីរ៉ង់បានបង្កើនការអភិវឌ្ឍចម្រាញ់និងរក្សាទុកសារធាតុអ៊ុយរ៉ានីញ៉ូមហើយកាត់បន្ថយការត្រួតពិនិត្យពីអន្តរជាតិដើម្បីឯករាជ្យភាពនិងភាពសម្ងាត់របស់ខ្លួនដើម្បីរក្សាភាពខ្លាំងនៅក្នុងបរិបទប្រឈមមុខជាមួយសហរដ្ឋអាមេរិកអ៊ីរ៉ង់បានរក្សានៅមហិច្ឆតាជាមហាអំណាចនុយក្លេអ៊ែរនៅក្នុងតំបន់មជ្ឈិមបូព៌ាយោងតាមសារព័ត៌មាន The Washington Post និង BBC អ្នកជំនាញបានយោងលើសេណារីយ៉ូចំនួន5ចំណុចដែលបង្ហាញថាប្រទេសអ៊ីរ៉ង់នៅតែរក្សាបាននូវសមត្ថភាពនុយក្លេអ៊ែរដែលបន្តជាការបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តទោះបីជាមានការវាយប្រហារដោយយោធាក៏ដោយទី1បន្តរក្សានៅសមត្ថភាពបច្ចេកទេសស្នូលបើទោះបីជាមានយុទ្ធនាការវាយប្រហារតាមអាកាសដ៏ទូលំទូលាយអំពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលក៏ដោយការវាយតម្លៃបានបង្ហាញថាការវាយប្រហារទាំងនោះគឺគ្រាន់តែធ្វើឲ្យអ៊ីរ៉ង់ថមថយប៉ុណ្ណោះប៉ុន្តែมันបានរំលាយនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងតេហ៍រ៉ង់នោះទេនេះមានន័យថាសមត្ថភាពបច្ចេកទេសស្នូលរបស់ពួកគេនៅតែមានដដែលទី2បន្តការ
រក្សាទីតាំងសំខាន់ៗទីតាំងសំខាន់ៗតាក់ទងនឹងការចម្រាញ់និងការបំលែងសារធាតុអ៊ុយរ៉ានីញ៉ូមដូចជាទីក្រុងណាតាន់និងទីក្រុងអ៊ីហ្វាហានបានរងការវាយប្រហារតិចតួចប៉ុណ្ណោះទោះបីជាយ៉ាងណាក៏ដោយអ្នកវិភាគជឿថាឧបករណ៍ដែលមានលក្ខណៈរសើបនិងផ្នែកសំខាន់ៗដែលស្ថិតនៅក្រោមដីទំនងជាត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាពទី3ការបាត់បង់លទ្ធភាពត្រួតពិនិត្យរបស់អន្តរជាតិក្តីបារម្ភដ៏ធំមួយនោះគឺថាអធិការដ្ឋកិច្ចអន្តរជាតិបានបាត់បង់នូវលទ្ធភាពមើលឃើញស្តុកអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់របស់អ៊ីរ៉ង់ក្នុងអំឡុងពេលមានជម្លោះដែលនេះជាសញ្ញាបង្ហាញថាសារធាតុទាំងនោះប្រហែលជាត្រូវបានផ្លាស់ទីទៅកាន់ទីដ៏ជ្រៅនៅក្រោមដីដើម្បីការពារពីការវាយប្រហារបន្ថែមទៀតផងទី4ការកើនឡើងនៃការអំពាវនាវឲ្យមានអាវុធនុយក្លេអ៊ែរការវាយប្រហារទាំងនេះបានធ្វើឲ្យមានឥទ្ធិពលនៃការរឹតបន្តឹងលើព័ត៌មានសម្ងាត់និងសវត្ថិភាពអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់កាន់តែខ្លាំងក្រុមប្រទេសពាក់ព័ន្ធកំពុងអំពាវនាវឲ្យប្រទេសរបស់ពួកគេពិចារណាឡើងវិញនូវការបដិញ្ញាចិត្តរបស់ខ្លួនក្រោមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនិងចាប់ផ្ដើមស្វែងរកជាចំហនៅអាវុធនុយក្លេអ៊ែរដើម្បីប្រើប្រាស់វិធានការទប់ស្កាត់លើការវាយប្រហារនាពេលអនាគតទី5ការបន្តកិច្ចប្រឹងប្រែងកសាងឡើងវិញនិងពង្រឹងទីតាំងទោះបីជាការងារវិស្វកម្មកំពុងបន្តនឹងព្យាយាមសម្អាតបំណែកនៅទីតាំងរងការខូចខាតក៏ដោយក៏អ៊ីរ៉ង់កំពុងព្យាយាមស្ដារហេដ្ឋារចនាសម្ព័ន្ធនិងពង្រឹងការអភិវឌ្ឍទីតាំងក្រោមដីជ្រៅដែលត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងការវាយប្រហារនាពេលអនាគតសរុបសេចក្តីមកអ៊ីរ៉ង់បានប្រើប្រាស់នុយក្លេអ៊ែរដើម្បីប្រើជាឧបករណ៍និងជាអាវុធចរចាដោយបង្ហាញថាកាលណាសម្ពាធកើនឡើងនោះហានិភ័យនៃនុយក្លេអ៊ែរក៏កើនឡើងតាមនោះដែរយុទ្ធសាស្ត្រទី4ប្រើយុទ្ធសាស្ត្រការពារនិងវាយបកឆ្លើយតបនៅក្នុងយុទ្ធសាស្ត្រការពារនិងវាយបកឆ្លើយតបអ៊ីរ៉ង់បានប្រើប្រាស់យុទ្ធសាស្ត្រ3សម្រាប់ការពារខ្លួននិងបញ្ជៀសការបង្កើនភាពតានតឹងយុទ្ធសាស្ត្រទី1គឺការវាយបកតាមមីស៊ីលនិងដ្រូនឲ្យចំគោលដៅអ៊ីរ៉ង់ធ្វើការវាយប្រហារលើមូលដ្ឋានទ័ពយោធាអាមេរិកនៅក្នុងតំបន់ដោយប្រើប្រាស់មីស៊ីលបាឡេស្ទិករយៈចម្ងាយមធ្យមនិងដ្រូនអត្តឃាតដែលមានសមត្ថភាពវាយប្រហារចំគោលដៅនៅក្នុងនោះអាចវាយប្រហារចំគោលដៅលើមូលដ្ឋានកងទ័ពរបស់អាមេរិកនៅក្នុងប្រទេសកាតាមូលដ្ឋានកងទ័ពនៅក្នុងប្រទេសអ៊ីរ៉ាក់និងមូលដ្ឋានកងទ័ពនៅក្នុងប្រទេសហ្សកដានី Tower 22ដោយឡែកអ៊ីរ៉ង់បានធ្វើការវាយប្រហារទៅលើទឹកដីអ៊ីស្រាអែលផងដែរដែលជាលើកដំបូងនៅក្នុងសង្គ្រាមខ្នាតធំហើយអ៊ីរ៉ង់បានបាញ់ប្រហារលើមីស៊ីល Fatas និង Kebasegan ចេញពីដីរបស់ខ្លួនឯងដោយបានកំទេចមូលដ្ឋានទ័ពអាកាស Nevatim និង Telnov សម្ដៅបំផ្លាញយន្តហោះ F-35 របស់អ៊ីស្រាអែលដែលត្រូវបានប្រើប្រាស់វាយប្រហាររោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់មួយវិញទៀតគឺវាយប្រហារទៅលើទីស្នាក់ការកណ្ដាលរបស់មេសូតមួយវិញទៀតគឺធ្វើការវាយប្រហារទៅលើទីស្នាក់ការកណ្ដាលរបស់មូសាតនៅទីក្រុង Tel Aviv ដែលអ៊ីរ៉ង់អះអាងថាជាកន្លែងរៀបចំផែនការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់ខ្លួននៅសមរភូមិច្រកសមុទ្រហមូសនិងសមុទ្រអូម៉ង់វិញកងទ័ពជើងទឹកអ៊ីរ៉ង់បានធ្វើការវាយបកទៅលើនាវាចម្បាំងសត្រូវផ្ទាល់ខ្លួនមានដូចជាការវាយប្រហារលើនាវាដឹកជញ្ជូនអាមេរិកដោយប្រើមីស៊ីលប្រឆាំងនាវាចេញពីឆ្នេរសមុទ្រការដំឡើងមីននៅក្នុងទឹកដើម្បីរារាំងក្បួននាវាចម្បាំងរបស់អាមេរិកនិងសម្ព័ន្ធមិត្តមិនឲ្យចូលកៀកឆ្នេរសមុទ្ររបស់អ៊ីរ៉ង់បានការវាយប្រហារលើមជ្ឈមណ្ឌលថាមពលរបស់សម្ព័ន្ធមិត្តអាមេរិកដោយអ៊ីរ៉ង់បានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រយោធារបស់អាមេរិកមានរោងចក្រចម្រាញ់ប្រេងនិងស្តុកហ្គាសជាដើមដែលទីតាំងនោះស្ថិតនៅតាមបណ្ដាប្រទេសតំបន់ឈូងសមុទ្រដែលអនុញ្ញាតឲ្យអាមេរិកប្រើប្រាស់ដែនអាកាសនិងវាយប្រហាររបស់អ៊ីរ៉ង់ការប្រើប្រាស់យន្តហោះដ្រូនចម្ងាយឆ្ងាយអ៊ីរ៉ង់បានបង្ហោះដ្រូនវាយប្រហារទៅលើមជ្ឈមណ្ឌលបញ្ជាការនិងត្រួតពិនិត្យ C2 Center របស់សត្រូវដែលស្ថិតនៅតាមបណ្ដោយព្រំដែនដើម្បីកាត់បន្ថយប្រព័ន្ធទំនាក់ទំនងលើកងទ័ពជើងគោកនិងកងទ័ពអាកាសរបស់សត្រូវដែលគួរឲ្យកត់សម្គាល់នោះគឺថាអ៊ីរ៉ង់បានបន្ថែមរយៈចម្ងាយលើមីស៊ីលជាង 4000 គីឡូម៉ែត្រដែលទៅដល់ឈូងសមុទ្រឥណ្ឌានិងមូលដ្ឋានយោធារបស់អង់គ្លេសនិងអាមេរិក Diego Garcia យុទ្ធសាស្ត្រទី2បង្កើនការការពារនៅតំបន់សំខាន់អ៊ីរ៉ង់ផ្ដោតលើការពង្រឹងការការពារនៅក្នុងតំបន់សំខាន់ៗដែលមានយុទ្ធសាស្ត្រខ្ពស់ដោយផ្អែកលើសេដ្ឋកិច្ចនិងយោធាកោះខាគឺជាចំណុចស្នូលសម្រាប់ការនាំប្រេងចេញដូច្នេះអ៊ីរ៉ង់បានបង្កើនប្រព័ន្ធការពារអាកាសនិងការការពារផ្លូវទឹកដើម្បីទប់ស្កាត់ការវាយប្រហារពីសត្រូវនៅច្រកហមូសគឺជាច្រកដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោកអ៊ីរ៉ង់ប្រើកងទ័ពជើងទឹកនិងមីស៊ីលដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងនិងបង្កការភ័យខ្លាចដល់សត្រូវជាមួយគ្នានេះដែរទីតាំងនុយក្លេអ៊ែរដូចជាណាតាន់និងតេរ៉ង់ត្រូវបានការពារយ៉ាងតឹងរ៉ឹងដោយប្រព័ន្ធការពារជាច្រើនស្រទាប់ដើម្បីទប់ទល់នឹងការវាយប្រហារពីអាកាសក្នុងពេលតែមួយអ៊ីរ៉ង់ក៏បានអនុវត្តនូវយុទ្ធសាស្ត្របើកសមរភូមិថ្មីតាមរយៈកម្លាំងសម្ព័ន្ធមិត្តនៅតំបន់ដើម្បីបែងចែកកម្លាំងអាមេរិកនិងអ៊ីស្រាអែលការបង្កើនសម្ពាធអំពីទិសដៅផ្សេងនេះធ្វើឲ្យគូប្រកួតប្រជែងបែងចែកកម្លាំងធនធាននិងកម្លាំងយោធាមិនអាចផ្ដោតគោលដៅតែមួយបានដូច្នេះវាជាវិធីរបស់អ៊ីរ៉ង់ប្រើដើម្បីសម្រាប់រក្សាតុល្យភាពអំណាចនិងការការពារផលប្រយោជន៍រួមរបស់ខ្លួនក្នុងតំបន់យុទ្ធសាស្ត្រទី3គៀងគោររោគសម្ព័ន្ធមិត្តថ្មីតែមិនមែន
អាមេរិកនិងអ៊ីស្រាអែលនៅក្នុងបរិបទសង្គ្រាមឆ្នាំ2026នេះមានរបាយការណ៍ស៊ើបការណ៍សម្ងាត់និងព័ត៌មានអន្តរជាតិជាច្រើនបានបង្ហាញថាអ៊ីរ៉ង់កំពុងផ្លាស់ប្ដូរយុទ្ធសាស្ត្រយ៉ាងគំហុកដើម្បីគៀងគររកសម្ព័ន្ធមិត្តថ្មីៗនិងពង្រឹងសម្ព័ន្ធមិត្តចាស់ៗនៅក្នុងគោលបំណងបង្កើតរណសិរ្សរួមផ្ដាច់ឥទ្ធិពលរបស់អាមេរិកចំណុចសំខាន់ពីរនៃយុទ្ធសាស្ត្រគៀងគររកសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់គឺទី1ការពង្រឹងសម្ព័ន្ធភាពត្រីកោណដែកអ៊ីរ៉ង់រុស្ស៊ីនិងចិនអ៊ីរ៉ង់បានបង្កើនកិច្ចសហប្រតិបត្តិការយោធានិងសេដ្ឋកិច្ចជាមួយនឹងមហាអំណាចទាំងពីរដល់កម្រិតកំពូលជាមួយរុស្ស៊ីមានព័ត៌មានថាអ៊ីរ៉ង់និងរុស្ស៊ីបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករុស្ស៊ីបានផ្ដល់ប្រព័ន្ធការពារដែនអាកាសកម្រិត S400 និងយន្តហោះចម្បាំងស៊ូ35បន្ថែមឲ្យអ៊ីរ៉ង់ជាធ្នូនឹងបច្ចេកវិទ្យាដ្រូននិងមីស៊ីលរបស់អ៊ីរ៉ង់សម្រាប់សមរភូមិនៅអឺរ៉ុបខាងកើតជាមួយប្រទេសចិនបានក្លាយជាអ្នកខ្នងបង្អែកសេដ្ឋកិច្ចដ៏សំខាន់បំផុតចិនបន្តទិញប្រេងពីអ៊ីរ៉ង់ទោះបីមានការដាក់ទណ្ឌកម្មនិងការផ្ដល់ជំនួយបច្ចេកទេស Satellite Navigation PAIDU ដើម្បីឲ្យមីស៊ីលអ៊ីរ៉ង់បាញ់ចំគោលដៅជាក់លាក់ដូចជាការបាញ់នៅលើតំបន់ Diego Garcia ជាដើមទី2ការប្រើប្រាស់ក្របខ័ណ្ឌ BRICS និង SCO អ៊ីរ៉ង់បានប្រើប្រាស់សមាជិកភាពរបស់ខ្លួននៅក្នុងអង្គការ BRICS និង SCO ដើម្បីស្វែងរកការគាំទ្រផ្នែកនយោបាយពីប្រទេសមហាអំណាចដែលកំពុងរីកចម្រើនដូចជាប្រេស៊ីលនិងអាហ្វ្រិកខាងត្បូងដើម្បីថ្កោលទោសការវាយប្រហាររបស់អាមេរិកនៅមហាសន្និបាតអង្គការសហប្រជាជាតិជាមួយគ្នាផងដែរ BRICS និង SCO បានបង្កើតប្រព័ន្ធទូទាត់ជំនួស SWIFT ដើម្បីកិច្ចពីទណ្ឌកម្មសេដ្ឋកិច្ចពីបណ្ដាប្រទេសលោកខាងលិចផងដែរសរុបសេចក្តីមកអ៊ីរ៉ង់មិនមែនប្រយុទ្ធតែម្នាក់ឯងនោះទេប៉ុន្តែកំពុងសាងសង់ពិភពលោកថ្មីមួយដែលប្រមូលផ្ដុំដោយប្រទេសដែលមិនពេញចិត្តនឹងឥទ្ធិពលអាមេរិកដើម្បីបង្កើតជារបាំងការពារខ្លួននិងវាយបកវិញតាមគ្រប់រូបភាពគោលបំណងដ៏សំខាន់នោះគឺមិនឲ្យអាមេរិកយកលេសវាយប្រហារធំដុំប៉ុន្តែបង្ហាញថាអ៊ីរ៉ង់ក៏មិនខ្លាចនឹងប្រយុទ្ធជាមួយអាមេរិកនោះដែរយុទ្ធសាស្ត្រទី5បើកចន្លោះចរចាដោយមិនបង្ហាញភាពទន់ខ្សោយក្រោយសម្ពាធយូរអ៊ីរ៉ង់ប្រើប្រាស់យុទ្ធសាស្ត្រអត់ធ្មត់ប្រកបដោយភាពរឹងមាំមានប្រទេសចំនួន2ដែលមានទំនាក់ទំនងល្អជាមួយនឹងអ៊ីរ៉ង់ហើយត្រូវបានប្រើជាប្រទេសទី3នៅក្នុងមធ្យោបាយចរចាក្នុងនោះគឺមានប៉ាគីស្ថាននិងទូគីអ៊ីរ៉ង់បានប្រើប្រាស់ឥទ្ធិពលការទូតតាមរយៈប្រទេសប៉ាគីស្ថាននិងទូគីដើម្បីធ្វើជាស្ពានចម្លងសារសន្តិសុខនិងលក្ខខណ្ឌសន្តិភាពទៅកាន់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តការជ្រើសរើសប្រទេសទាំងពីរនេះគឺដោយសារពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកខាងលិចដែលមានផលប្រយោជន៍សេដ្ឋកិច្ចនិងសន្តិសុខព្រំដែនរួមគ្នាជាមួយនឹងអ៊ីរ៉ង់យ៉ាងស្អិតរមួតយុទ្ធសាស្ត្រនេះមានគោលបំណងកាត់បន្ថយការប្រឈមមុខដាក់គ្នាដោយផ្ទាល់និងស្វែងរកច្រកចេញសន្តិភាពដែលអាចទទួលយកបានពីភាគីចំនួនរាល់ការចរចាណាមួយត្រូវតែឈលលើគោលការណ៍គោរពអធិបតេយ្យភាពពេញលេញនិងការដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ជាមុនសិនដើម្បីធានាថាប្រទេសអ៊ីរ៉ង់ទទួលបានផលប្រយោជន៍ពិតប្រាកដអ៊ីរ៉ង់បានកំណត់លក្ខខណ្ឌមិនងាករេនៅក្នុងការរក្សាសិទ្ធិអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរនៅក្នុងគោលបំណងសន្តិភាពនិងការពារខ្លួនដោយមិនព្រមចោះចាញ់ក្រោមសម្ពាធយោធារបស់អាមេរិកឡើយនេះគឺជាយុទ្ធសាស្ត្រចរចាដើម្បីឈ្នះដែលផ្ដោតទៅលើការការពារផលប្រយោជន៍យុទ្ធសាស្ត្ររយៈពេលវែងរបស់ជាតិជាធំទន្ទឹមនឹងការបើកទ្វារចរចាកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានត្រៀមលក្ខណៈរួចជាស្រេចនៅផែនការក្នុងការវាយបកភ្លាមប្រសិនបើមានការរំលោភបំពានណាមួយកើតឡើងពីសំណាក់សហរដ្ឋអាមេរិកឬអ៊ីស្រាអែលរាល់គោលដៅយុទ្ធសាស្ត្ររបស់សត្រូវក្នុងតំបន់និងមូលដ្ឋានទ័ពឆ្ងាយត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធតម្រង់ទិសមីស៊ីលរួចជាស្រេចដើម្បីឆ្លើយតបនឹងកម្រិតនៃសង្គ្រាមយុទ្ធសាស្ត្រទាំងនេះបានបង្ហាញថាអ៊ីរ៉ង់មិនមែនចរចាដោយសារភាពទន់ជ្រាយនោះទេប៉ុន្តែវាគឺជាការចរចាដោយមានខ្នងបង្អែកយោធាដ៏រឹងមាំចាំការពារពីក្រោយចំពោះការអនុវត្តយុទ្ធសាស្ត្រនេះគឺមានគោលបំណងដ៏សំខាន់គឺដើម្បីស្វែងរកច្រកចេញដោយមុខមាត់និងកិត្តិយសក្នុងនាមជារដ្ឋអធិបតេយ្យបាទនេះគឺជាយុទ្ធសាស្ត្រទាំង5បាទរបស់អ៊ីរ៉ង់នៅក្នុងការទប់ទល់ក៏ដូចជាការពារខ្លួនពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅក្នុងពេលវេលាជាង1ខែមកនេះបាទហើយយើងឃើញថាយុទ្ធសាស្ត្រទាំង5នោះមានដូចជាការបង្កសម្ពាធយោធាអំពីក្រុមសកម្មប្រយុទ្ធដែលនៅក្រៅដីរបស់អ៊ីរ៉ង់ផ្ទាល់ហើយយុទ្ធសាស្ត្រទី2គឺតាក់ទងជាមួយនឹងការគ្រប់គ្រងទៅលើសម្ពាធសេដ្ឋកិច្ចជាមួយនឹងច្រកសមុទ្រហូម៉ូសហើយនឹងការដាក់សម្ពាធទៅលើតម្លៃប្រេងបាទហើយទី3នោះគឺការរក្សាបាននូវកម្មវិធីនុយក្លេអ៊ែរបាទហើយក្នុងនោះដែរអ្នកជំនាញបានឲ្យយោបល់ថាមានសញ្ញាចំនួន5បាទដែលបង្ហាញថាអ៊ីរ៉ង់នៅតែមានសមត្ថភាពស្នូលនៅក្នុងការគ្រប់គ្រងនិងការពារអាវុធនុយក្លេអ៊ែររបស់ខ្លួនបាទហើយយុទ្ធសាស្ត្រទី4នោះគឺតាក់ទងជាមួយនឹងការទប់ស្កាត់កុំឲ្យមានសង្គ្រាមធំគឺក្នុងនោះអ៊ីរ៉ង់បានធ្វើការវាយប្រហារក៏ដូចជាវាយបកឲ្យចំចំណុចគោលដៅសំខាន់ក៏ដូចជាមានយុទ្ធសាស្ត្រក្នុងការឆ្លើយតបគ្រប់
គ្រប់ជ្រុងទាំងអស់នៃសមរភូមិបាទហើយចំណុចចុងក្រោយនោះយើងឃើញថាគោលបំណងធំរបស់អ៊ីរ៉ង់នោះគឺទុកផ្លូវមួយគឺសម្រាប់ការចរចាដោយក្នុងនោះមានប្រទេសជិតស្និទ្ធចំនួន2គឺប៉ាគីស្ថានហើយនិងទូគីដែលមានទំនាក់ទំនងល្អហើយជាប់នឹងព្រំដែនប្រទេសរបស់ខ្លួនឯងដែរគឺជាច្រកមួយនៅក្នុងការនាំយកនៅសារសន្តិភាពក៏ដូចជាទស្សនៈទាននៅក្នុងការចរចាហ្នឹងទៅដល់អាមេរិកក៏ដូចជាអ៊ីស្រាអែលដើម្បីធ្វើយ៉ាងណាឲ្យមានផ្លូវណាមួយដែលអាចបញ្ចប់សង្គ្រាមនេះបានបាទសម្រាប់ព័ត៌មាននៅថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងហើយសង្ឃឹមថានឹងអាចចែករំលែកបាននៅចំណេះដឹងក៏ដូចជាព័ត៌មានសំខាន់ៗផ្សេងៗទៀតដល់ប្រិយមិត្តទាំងអស់គ្នាបាទសូមអរគុណចំពោះការចុច Subscribe ក៏ដូចជាឲ្យសញ្ញាមេដៃដើម្បីលើកទឹកចិត្តបាទសូមអរគុណមែនទែនជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណសូមជម្រាបលាបាទ